សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការការពារសុខភាពត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះទឹកជំនន់យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ជាបន្តបន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ច្រើននៃព្រះរាជាណាចក្រកម្ពុជាដែលអាចបង្កើតជាជំនន់ទឹកភ្លៀងរហ័សនៅតាមតំបន់ទំនាបព្រមទាំងជំរុញឲ្យទឹកស្ទឹងប្រែកហក់ឡើងខ្ពស់បង្កជាគ្រោះទឹកជំនន់ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិសុខភាពនិងអាយុជីវិតប្រជាជនផ្អែកលើស្ថានភាពនេះដើម្បីកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់ពីគ្រោះធម្មជាតិឲ្យបានជាអតិបរមាក្រសួងសុខាភិបាលសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នៅវិធានការណែនាំដូចខាងក្រោម1មុនពេលទឹកជំនន់ត្រូវតាមដានស្ថានភាពទឹកជំនន់ត្រៀមទីទួលសុវត្ថិភាពនិងបម្រុងទុកស្បៀងអាហារនិងឱសថសង្គ្រោះបន្ទាន់ត្រូវធ្វើរបងព័ទ្ធឬបោះបង្គោលចំណាំជុំវិញស្រះឬកន្លែងដែលមានទឹកជ្រៅត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតនិងសាងសង់បង្គន់ឲ្យបានខ្ពស់ដើម្បីការពារទឹកជំនន់2អំឡុងពេលមានទឹកជំនន់សុវត្ថិភាពស្នាក់នៅនិងអគ្គិសនីមិនត្រូវចូលទៅក្នុងផ្ទះឬអគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹកជាដាច់ខាតការការពារជំងឺត្រូវសម្រានក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនឈីកនិងជំងឺផ្សេងៗត្រូវងូតទឹកដុសសាប៊ូឲ្យបានស្អាតដើម្បីបង្ការជំងឺសើស្បែកពងទឹកកមរមាស់សុខភាពមាតានិងទារកស្ត្រីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះតាមកាលកំណត់បើស្ត្រីជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុតត្រូវនាំកូនទៅចាក់ថ្នាំបង្ការតាមការកំណត់និងត្រូវផ្ដល់អាហារដោយរក្សាអនាម័យការគ្រប់គ្រងជនងាយរងគ្រោះត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់កុមារនិងជនពិការភាពដោយត្រៀមឈើច្រត់រទេះរុញឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំសុវត្ថិភាពការធ្វើដំណើរតាមទូកឬកាណូតមិនត្រូវដាក់មនុស្សហួសកម្រិតឡើយការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺនិងត្រូវមានអាវពោងសុវត្ថិភាពជានិច្ចការបង្ការសត្វអសិរពិសត្រូវប្រុងប្រយ័ត្នពស់ចឹកដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាពឬគំនរឈើធ្វើដំណើរពេលយប់ត្រូវស្លៀកខោជើងវែងនិងពាក់ស្បែកជើងកវែងករណីមានពស់ចឹកឬសត្វអសិរពិសតិចឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលការពិនិត្យនិងព្យាបាលអនាម័យចំណីអាហារនិងទឹកស្អាតត្រូវទទួលទានទឹកស្អាតដោយប្រើធុងចម្រោះឬដាំទឹកឲ្យពុះឬប្រើថ្នាំក្លូរីនឬក្លរ៉ាមីន500មីលីក្រាមចំនួន2គ្រាប់អាចលាយទឹក20លីត្ររួចទុករយៈពេល30នាទីមុនប្រើប្រាស់ដើម្បីជៀសវាងនៅជំងឺផ្សេងៗដូចជាជំងឺរាគជំងឺរាគមូលពុលចំណីអាហារឬជំងឺផ្លូវដង្ហើមស្រួចស្រាវនិងជំងឺដទៃផ្សេងទៀតត្រូវលាងសម្អាតបន្លែផ្លែឈើចម្អិនអាហារឲ្យបានឆ្អិនល្អនិងគ្របអាហារឲ្យបានជិតល្អលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់មុននិងក្រោយបរិភោគអាហារនិងក្រោយចេញពីបង្គន់3ក្រោយពេលទឹកជំនន់បន្តរក្សាអនាម័យបរិភោគចំណីអាហារនិងទឹកស្អាតរួមទាំងសម្រានក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺដែលបានរៀបរាប់ខាងលើនិងអនាម័យខ្លួនប្រាណឲ្យបានស្អាតដើម្បីជៀសវាងនៅជំងឺផ្សេងពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនិងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួនធ្វើអនាម័យបរិស្ថានជុំវិញនិងក្នុងផ្ទះជៀសវាងនៅការដក់ទឹកនាំឲ្យកើតមូសខ្លានិងមូសដែកគោលដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមនិងគ្រុនចាញ់ត្រូវស្ដារនិងសម្អាតអណ្ដូងទឹកឡើងវិញមុននឹងប្រើប្រាស់ព្រមទាំងជួសជុលបង្គន់និងបន្តបង់ក្នុងបង្គន់គ្រប់ពេលនៅគ្រប់ដំណាក់កាលប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមស្វែងរកការពិគ្រោះពិនិត្យនិងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាពឬមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបនិងថែរក្សាសុខភាពតាមរបៀបបង្ការខាងលើក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង
អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងគេហទំព័រ www.cdcmoh.gov.kh សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ115ដោយឥតគិតថ្លៃថ្ងៃច័ន្ទ14រោចខែបឋមស័កឆ្នាំមមេអត្តស័កពុរសករាជ2570រាជធានីភ្នំពេញថ្ងៃទី13ខែកក្កដាឆ្នាំ2026សូមអរគុណ